រឿងរ៉ាវចាប់ផ្ដើមជាមួយនឹងបរិមម្នាក់ដែលគេស្គាល់ថាជា Ghislaine Purdiem គេជាកូនប្រុសច្បងដ៏ឥតប្រយោជន៍នៃត្រកូលអភិជន Purdiem បច្ចុប្បន្ននេះយើងឃើញថា Ghislaine Purdiem កំពុងតែស្ថិតនៅក្នុងជំរំនៃនគរ Luthania Ghislaine ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលខ្លួននៅមានជីវិតតាមការចងចាំចុងក្រោយគេគិតថាខ្លួនឯងបានបាត់បង់ជីវិតទៅហើយនៅក្នុងការប្រយុទ្ធដ៏សាហាវមួយកាលពីមុននេះបន្តិចត្រឡប់ទៅកាន់ឈុតឆាកមុនយើងឃើញថា Ghislaine Purdiem កំពុងតែប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយនឹងអ្នកចម្បាំងដ៏ខ្លាំងពូកែម្នាក់ដែលគេជាមនុស្សម្នាក់ក្នុងចំណោមជើងខ្លាំងទាំង7នៃទ្វីបគឺ Eden ចំណែកឯ Ghislaine របស់យើងវិញក៏ជាម្នាក់ក្នុងចំណោមជើងខ្លាំងទាំង7អ្នកនោះដែរដោយគេមានរហស្សនាមថាស្ដេចទាហានស៊ីឈ្នួលប៉ុន្តែនៅក្នុងការប្រយុទ្ធមួយនេះ Ghislaine ហាក់ដូចជាកំពុងតែចាញ់ប្រៀបរបស់ Eden គ្រាន់តែ Eden រៀបនឹងបញ្ចប់ជីវិត Ghislaine គេក៏បានលាតត្រដាងការពិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា Eden គឺជាមេគំនិតម្នាក់ដែលចូលរួមរៀបចំផែនការដើម្បីកំទេចត្រកូល Purdiem ទាំងមូលដែលជាគ្រួសាររបស់ Ghislaine នេះផ្ទាល់ពាក្យសម្ដីនេះបានធ្វើឲ្យ Ghislaine រន្ធត់ចិត្តជាខ្លាំងក្រោយពីនិយាយចប់សពគ្រប់ហើយ Eden ក៏បានកាត់ក្បាល Ghislaine យ៉ាងឃោរឃៅក្នុងពេលនោះទៅត្រឡប់មកកាន់បច្ចុប្បន្នកាលវិញ Ghislaine បានក្រឡេកទៅមើលមុខខ្លួនឯងនៅក្នុងទឹកគេភ្ញាក់ផ្អើលរកពាក្យអ្វីមកនិយាយមិនបានពេលគេឃើញថាករបស់គេនៅជាប់ក្បាលដដែលហើយមុខមាត់របស់គេប្រែជាក្មេងខ្ចីដោយកាលនៅក្មេងវ័យទៅវិញភ្លាមនោះសំឡេងមួយបន្លឺឡើងពីខាងក្រោយខ្នងរបស់ Ghislaine ទាហានម្នាក់ឈ្មោះ Ricardo ក៏បានដើរចូលក្នុងតង់ Ghislaine បានធ្វើចលនាយ៉ាងរហ័សហើយបានយកដាវរបស់គេចង្អុលចំករបស់ Ricardo ភ្លាមពីក្រោយខ្នងធ្វើឲ្យបរិយាកាសនៅក្នុងតង់នោះពោពេញទៅដោយភាពតានតឹងប៉ុន្តែអ្វីដែលចម្លែកនោះគឺ Ricardo ហាក់បីដូចជាមិនមានការភ័យខ្លាចបន្តិចសោះហើយគេក៏បានបន្តនិយាយអំពីបញ្ហាដែល Ghislaine បានបង្កពីព្រឹកមិញនេះពេលនោះ Ghislaine នៅតែមិនយល់ច្បាស់ថា Ricardo នេះកំពុងតែនិយាយអំពីអ្វីដោយខ្ជិលនឹងពន្យល់បន្ត Ricardo ក៏ប្រាប់ឲ្យ Ghislaine រៀបចំវិច្ចបង្វិច្ចដើម្បីត្រឡប់ទៅកាន់ភូមិគ្រឹះនៃត្រកូល Purdiem វិញពេលដែលឮពាក្យថាត្រកូល Purdiem ភ្លាម Ghislaine ហាក់ដូចជាភ្ញាក់ខ្លួនយ៉ាងខ្លាំងហើយប្រញាប់សួរ Ricardo វិញដោយសង្ស័យថាតើគេកំពុងតែសម្ដៅទៅលើត្រកូល Purdiem ដែលត្រូវបានបំផ្លាញខ្ទេចខ្ទីនោះពិតមែនទេទស្សនវិជ្ជាបានបង្ហាញពីតំបន់ដែលជាកម្មសិទ្ធិរបស់ត្រកូល Purdiem ដែលមានភូមិទូចមួយនិងបន្ទាយថ្មដ៏ធំរឹងមាំនៅខាងក្រោយ Ghislaine បានផ្ទាត់មុខខ្លួនឯងស្មានតែអ្វីដែលគេកំពុងតែឃើញនេះគឺជាសុបិនតែប៉ុណ្ណោះប៉ុន្តែតាមពិតទៅនេះគឺជាការពិតទៅវិញទេគេក៏បានសន្និដ្ឋានថាខ្លួនបានឆ្លងពេលវេលាមកកាលពីនៅក្មេងវិញដែលកាលនោះគេជាក្មេងដែលមានចរិតមិនល្អសោះដោយសារតែទ្រាំលែងបាននឹងការរិះគន់ពីអ្នកជុំវិញខ្លួនគេក៏សម្រេចចិត្តរត់ចេញពីផ្ទះប៉ុន្មានឆ្នាំក្រោយមកគេក៏ខ្លាចខ្លួនទៅជាទាហានស៊ីឈ្នួលដែលបានឆ្លងកាត់សឹកសង្គ្រាមជាច្រើនឆ្នាំហើយក៏បានកសាងសមត្ថភាពនិងគេឈ្មោះជាស្ដេចទាហានស៊ីឈ្នួលមួយរយៈក្រោយមកគេក៏បានត្រឡប់មកទឹកដីដែលគ្រួសាររបស់គេកាន់កាប់វិញក៏ប៉ុន្តែអ្វីដែលគេបានឃើញនោះគឺនៅសល់ត្រឹមតែកំទេចកំទីតែប៉ុណ្ណោះឥឡូវនេះអ្វីគឺនៅដដែលមិនមានបាត់បង់ទៅណាទេហើយមនុស្សដែលគេស្រឡាញ់ក៏នៅរស់រានមានជីវិតដដែលគេមានអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំង Ghislaine ក៏បានចាប់អារម្មណ៍ទៅលើពាក្យដែល Ricardo បានប្រាប់គេនៅក្នុងជំរំតាក់ទងនឹងបេសកកម្មទៅសម្លាប់បិសាចឈ្មោះអូក Ghislaine ចាំយ៉ាងច្បាស់ថាថ្ងៃនេះនៅក្នុងជីវិតមុនគឺជាថ្ងៃដែលកងពលបំពេញបេសកកម្មនេះត្រូវបានបិសាចសម្លាប់ទាំងអស់ព្រោះថាការរាយការណ៍ដំបូងបានបញ្ជាក់ថាមានត្រឹមតែបិសាចអូក3ក្បាលប៉ុណ្ណោះក៏ប៉ុន្តែជាក់ស្ដែងគឺមានរហូតទៅដល់20ក្បាលឯណោះដូច្នេះហើយ Ghislaine ក៏បំរុងរៀបចំយុទ្ធសាស្ត្រដើម្បីរួចផុតពីគ្រោះថ្នាក់នេះមួយរំពេចនោះបិសាចអូកក៏បានវាយប្រហារទៅលើជំរំរបស់គេភ្លាមទាហានទាំងអស់គ្នាក៏រៀបចំប្រយុទ្ធ Ghislaine មិននឹកស្មានថា
បិសាចទាំងនេះបានមកលឿនយ៉ាងនេះសោះការប្រយុទ្ធក៏បានចាប់ផ្ដើមឡើងនៅក្នុងនោះយើងបានឮសំឡេងស្រែករបស់លោកមេបញ្ជាការស្កូវ៉ាន់ដែលជាមេបញ្ជាការក្រុមវាយឆ្មក់ឬ Red Squad Commander បានបញ្ជាឲ្យទាហានទាំងអស់គ្នារៀបចំក្បួនប្រយុទ្ធក៏ប៉ុន្តែដោយសារតែបិសាចទាំងនេះបានលួចវាយឆ្មក់ទាហានទាំងអស់មិនបានរៀបចំខ្លួនសូម្បីតែបន្តិចក្នុងអំឡុងពេលនោះបិសាចអូកមួយក្បាលបានបំរុងលើកពូថៅដុតធំកាប់ក្បាលសម្លាប់ទៅលើលោកមេបញ្ជាការពីក្រោយខ្នងក្នុងស្ថានភាពដ៏តានតឹងនោះ Ghislaine ក៏បានស្ទុះរត់មកយ៉ាងលឿនរួចទាញលោកមេបញ្ជាការស្កូវ៉ានចេញហើយប្រឈមមុខជាមួយនឹងបិសាចនៅខាងមុខ Ghislaine បានកាប់ដាច់ដៃបិសាចអូកនោះភ្លាមៗហើយសម្លាប់វាយ៉ាងងាយស្រួលរឿងនេះបានធ្វើឲ្យទាហានគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិននឹកស្មានថា Ghislaine អាចយកឈ្នះបិសាចដ៏ធំមួយនេះបានឡើយក្នុងពេលនោះ Ghislaine ក៏បានដើរមកទាមទារសិទ្ធិក្នុងការគ្រប់គ្រងទាហានទាំងអស់ពីលោកមេបញ្ជាការស្កូវ៉ាន់លោកមេបញ្ជាការស្កូវ៉ាន់បានគិតមួយសន្ទុះមុននឹងសម្រេចចិត្តមិនប្រគល់សិទ្ធិបញ្ជាកងទ័ពទៅឲ្យ Ghislaine នោះទេបន្ទាប់មកលោកក៏បន្តដំណើរឆ្ពោះទៅកាន់សមរភូមិប្រយុទ្ធមិនយូរប៉ុន្មានបិសាចមួយទៀតបានរត់សម្ដៅមកយ៉ាងលឿនលោកមេបញ្ជាការក៏បានបង្គាប់ឲ្យ Ghislaine នៅពីក្រោយគាត់ Ghislaine គ្មានជំរឿក៏បានគប់ដាវរបស់គេទៅខាងមុខប៉ុន្តែលោកមេបញ្ជាការស្កូវ៉ាន់បានគេចផុតទង្វើនេះបានធ្វើឲ្យលោកខឹងសម្បាយ៉ាងខ្លាំងក៏ប៉ុន្តែដាវនោះក៏ត្រូវបានគប់ចំចំណុចខ្សោយរបស់បិសាចអូកហើយបានធ្វើឲ្យវាដាច់ខ្យល់ស្លាប់នៅនឹងកន្លែង Ghislaine បានប្រាប់ទៅលោកមេបញ្ជាការថានៅពេលដែលកងទ័ពទាំងអស់មានភាពភ័យខ្លាចពួកគេមិនអាចប្រយុទ្ធឈ្នះបានឡើយឥឡូវនេះពួកគេត្រូវតែសម្រុកទៅមុខទៀតបន្ទាប់មក Ghislaine ក៏ស្ទុះទៅមុខរួចលោតចូលក្នុងវងបិសាចដែលនៅខាងមុខកងទ័ពគេក៏បានបញ្ចេញក្បាច់ដាវសម្រាប់បិសាចយ៉ាងច្រើនក្នុងពេលតែមួយរឿងនេះបានធ្វើឲ្យលោកមេបញ្ជាការកាន់តែភ្ញាក់ផ្អើលព្រោះនេះមិនមែនជាសមត្ថភាពដែលមនុស្សធម្មតាអាចធ្វើបាននោះទេនៅពេលនេះ Ghislaine ប្រៀបដូចជាកំពូលអ្នកក្លាហានអីចឹងដែរក្រោយមក Ghislaine បានស្រែកឲ្យបិសាចដែលនៅសេសសល់ដេញតាមខ្លួនទង្វើនេះពិតជាប្រថុយប្រថានមែនព្រោះគេទៅតែម្នាក់ឯងឆ្ពោះទៅកាន់ច្រាំងភ្នំមួយនៅខាងមុខលោកមេបញ្ជាការស្កូវ៉ាន់ក៏បានយល់ពីគោលបំណងរបស់ Ghislaine រួចក៏កោះហៅកងទ័ពទាំងអស់ឲ្យទៅតាម Ghislaine ពីក្រោយស្ថានភាពនៅពេលនេះបានមកដល់ច្រាំងភ្នំមួយហើយ Ghislaine កំពុងតែប្រយុទ្ធជាមួយនឹងបិសាចដោយសារតែនៅក្នុងរាងកាយនេះ Ghislaine មិនសូវមានថាមពលប៉ុន្មានគេក៏មិនអាចសម្លាប់បិសាចទាំងអស់នេះតែម្នាក់ឯងបាននោះទេមួយសន្ទុះក្រោយមកកងទ័ពដែលនៅពីក្រោយក៏បានមកដល់ហើយព័ទ្ធជុំវិញបិសាចដែលនៅជិតច្រាំងភ្នំនោះ Ghislaine ក៏លោតចុះពីលើច្រាំងរួចហើយកងទ័ពដែលនៅខាងលើក៏រុញបំបុកបិសាចទាំងអស់នោះធ្លាក់ចុះពីច្រាំងភ្នំនោះបិសាចទាំងអស់ក៏បានស្លាប់ក្នុងពេលនោះទៅក្រឡេកមើល Ghislaine វិញគេបានតោងដាវជាប់នៅជិតច្រាំងភ្នំលោកមេបញ្ជាការក៏បានលើកដៃបំរុងទាញ Ghislaine ឡើងមកវិញក៏ប៉ុន្តែដោយសារតែអស់កម្លាំងខ្លាំងពេក Ghislaine ក៏បានធ្លាក់ចុះពីលើភ្នំនោះទៅនៅពេលដែលបាត់បង់ស្មារតី Ghislaine បានឃើញប្អូនស្រីរបស់គេនៅក្នុងសុបិនមួយសន្ទុះក្រោយមកគេបានដឹងខ្លួនឡើងវិញប៉ុន្តែខ្លួនប្រាណរបស់គេមានការឈឺចាប់យ៉ាងខ្លាំងរំពេចនោះអ្នកបម្រើស្រីម្នាក់ដែលឈ្មោះថា Belena ក៏បានដើរចូលមកហើយសួរសុខទុក្ខទៅកាន់ Ghislaine គេក៏បានស្ទុះទៅអោប Belinda ព្រោះមិននឹកស្មានថាគេបានជួបនាងម្ដងទៀតសោះ Belinda គឺជាមនុស្សតែម្នាក់គត់ដែលព្រមនៅជាមួយគេ Ghislaine ក៏សម្រេចចិត្តប្រាប់នាងពីរឿងគ្រប់យ៉ាងដែលតាក់ទងនឹងមហន្តរាយដែលនឹងកើតឡើងលើគ្រួសារ Perdium ហើយក៏ថាគេបានស្លាប់ហើយរស់ឡើងវិញតែ Belinda មិនជឿលើពាក្យ Ghislaine នោះទេ Belinda ក៏បាននិយាយតាក់ទងជាមួយនឹងកម្មវិធីប្រជាប្រិយមួយដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យក្រោយរឿងនេះបានធ្វើ
ឲ្យ Ghislaine បដូរទឹកមុខភ្លាមព្រោះថាកម្មវិធីដែលនឹងកើតឡើងដែលនៅក្នុងអាទិត្យក្រោយនេះគឺជាថ្ងៃដែលប្អូនស្រីរបស់ Ghislaine ត្រូវបានគេសម្លាប់បន្ទាប់ពីបានឃើញ Elena ភ្លាមដែលជាប្អូនស្រីរបស់ខ្លួនគេក៏បានស្ទុះទៅអោបទង្វើនេះបានធ្វើឲ្យ Elena អៀនហើយក៏រុញ Ghislaine ចេញទៅវិញ Ghislaine មិននឹកស្មានថាប្អូនស្រីរបស់គេមានកម្លាំងខ្លាំងដូច្នេះសោះ Elena ក៏បាននិយាយពីរឿងដែល Ghislaine បានដៀលគេពីមុនដែលទៅកម្ចាត់បិសាច Ghislaine មិននឹកស្មានថាខ្លួនបាននិយាយបែបនេះសោះគេក៏បានសុំទោសទៅកាន់ប្អូនរបស់គេទង្វើនេះបានធ្វើឲ្យអ្នកទាំងពីរនៅក្នុងបន្ទប់ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះ Ghislaine មិនដែលធ្លាប់និយាយពាក្យនេះពីមុនមកសោះហើយពួកគេក៏បានសើចឡើងរឿងនេះក៏បានធ្វើឲ្យ Ghislaine សប្បាយចិត្តព្រោះបានឃើញទឹកមុខរបស់អ្នកជាទីស្រឡាញ់របស់គេមានភាពសប្បាយចិត្តដូចគ្នាដែរ Ghislaine ក៏បានគិតឃើញពីរឿងក្នុងជីវិតមុនដែលខ្លួនមិនបានទៅចូលរួមកម្មវិធីប្រជាប្រិយនេះជាមួយនឹងប្អូនស្រីរបស់គេនៅថ្ងៃនោះប្អូនស្រីរបស់គេក៏ត្រូវបានគេសម្លាប់រឿងនេះបានធ្វើឲ្យ Ghislaine ឈឺចាប់មែនទែនរំពេចនោះអង្គរៈរបស់ Elena ទាំងពីរនាក់ក៏បានដើរចូលមកដែលមានឈ្មោះថា Jamal និង Philip ពួកគេក៏បានហៅ Elena ឲ្យទៅជួយរៀបចំកម្មវិធីក្រឡេកមើលទស្សនភាពនៅក្នុងទីប្រជុំជនដែលអ្នកបម្រើទាំងអស់កំពុងតែជួយគ្នារៀបចំកម្មវិធីនៅក្នុងនោះ Elena បានព្យាយាមដេញ Ghislaine ឲ្យទៅវិញតែគេមិនព្រមទៅសោះនៅពេលនោះមានទាហានជើងចាស់ម្នាក់ឈ្មោះថា Fergus បានរត់មកឲ្យសួរសុខទុក្ខ Ghislaine ពាក់ព័ន្ធជាមួយនឹងរឿងកម្ចាត់បិសាចប៉ុន្មានថ្ងៃមុននេះ Elena បានសុំឲ្យ Fergus នាំ Ghislaine ទៅបន្ទប់គេវិញដោយសារតែ Elena ដេញពេក Ghislaine ក៏សម្រេចចិត្តចេញពីទីនោះបំរុងឆ្ពោះទៅកាន់កន្លែងដែលវឹកហាត់វិជ្ជាគុណពួកគេទាំងពីរដែលមាន Fergus និង Ghislaine នេះបានមកដល់កន្លែងវឹកហាត់រឿងនេះបានធ្វើឲ្យ Fergus សប្បាយចិត្តមែនទែនដែល Ghislaine សម្រេចចិត្តមកហាត់ដើរវិញ Ghislaine បានឲ្យ Fergus ទៅចាំនៅក្រៅព្រោះគេចង់ហាត់ដើរតែម្នាក់ឯងកាលពីជីវិតមុនមូលហេតុនៃការស្លាប់របស់ Elena គឺត្រូវបានធ្វើឡើងដោយអ្នកដឹកនាំដែលនៅទឹកដីជិតខាងនៃគ្រួសារ Palladium មូលហេតុនេះទើបធ្វើឲ្យត្រកូល Palladium ធ្លាក់ចូលភ្លើងសង្គ្រាមដែលនាំឲ្យអន្តរាយនៅក្នុងពេលនោះរឿងនេះវាគួរឲ្យសង្ស័យមែនទែនប៉ុន្តែរឿងដែលត្រូវធ្វើដំបូងនោះគឺត្រូវវឹកហាត់ពង្រឹងសមត្ថភាពផ្ទាល់ខ្លួនសិនគេបានហាត់ក្នុងការប្រើប្រាស់ម៉ាណាដែលជាកម្លាំងធាតុនៅជុំវិញខ្លួនដោយសារតែមានបទពិសោធន៍និងបច្ចេកទេសបូករួមជាមួយនឹងគម្ពីរក្បាច់គុណដែលគេបានរកឃើញពីជីវិតមុនមកគេក៏បានបង្កើតម៉ាណាខរចំនួន3ដែលភ្ជាប់ជាមួយគ្នាធ្វើឲ្យគេមានសមត្ថភាពក្នុងការប្រើប្រាស់ Explosion Force ឥឡូវនេះគេអាចត្រឹមបង្កើតម៉ាណាខរបានតែ3ប៉ុណ្ណោះទោះបីជានៅក្នុងជីវិតមុនគេអាចបង្កើតបានទៅដល់5បច្ចេកទេសនេះមានឥទ្ធិពលខ្លាំងក៏ពិតមែនតែវាត្រូវការចំនួនម៉ាណាយ៉ាងច្រើននេះជាមូលហេតុដែល Ghislaine បានចាញ់ការប្រយុទ្ធជាមួយនឹង Eden ព្រោះពេលនោះ Eden បាននាំកងទ័ពមួយក្រុមមកជាមួយតែបើប្រយុទ្ធមួយស្មើជាមួយនឹង Ghislaine គឺ Ghislaine ប្រកាសជាអ្នកឈ្នះជាមិនខានឡើយមួយសប្តាហ៍ក៏បានកន្លងផុតទៅ Ghislaine បានរៀបចំខ្លួនរួចរាល់ដើម្បីការពារប្អូនស្រីរបស់គេក្នុងកម្មវិធីបងប្អូនទាំងពីរនាក់ក៏បាននិយាយលេងជាមួយគ្នាបន្តិចរួចក៏បន្តដំណើរទៅចូលរួមកម្មវិធីក៏បានជិតចូលមកដល់ទីបញ្ចប់ក៏ប៉ុន្តែមិនសូវមានបញ្ហាអ្វីប្លែកនោះទេមុននឹងចប់កម្មវិធីមនុស្សពីរនាក់ក៏បានដើរចូលមកនាំ Elena ទៅលេងកន្លែងថ្មីមួយទៀតរំពេចនោះ Ghislaine ក៏បានដឹងថាជនក្បត់របស់គ្រួសារគេគឺជាអង្គរៈពីរនាក់របស់ Elena សោះបន្ទាប់ពីបានធ្វើដំណើរមួយសន្ទុះពួកគេក៏បានមកដល់កន្លែងមួយដែលមានសភាពស្ងាត់ឈឹងខប្រុសក្តី Elena ក៏រអ៊ូថាហេតុអ្វីក៏បាននាំពួកគេមកកន្លែងនេះក្នុងពេលនោះ Ghislaine បានសង្កេតមើលកន្លែងជុំវិញខ្លួនដោយមានបទពិសោធន៍ពីមុនមកគេឃើញថាកន្លែងនេះត្រូវបានរៀបចំបិទជិតរាល់កន្លែងដែលអាចរត់គេចបានគិតមិនបានចប់ស្រួលបួលផង Elena ក៏បានទាញ Ghislaineបំរុងទៅវិញប៉ុន្តែក៏បានត្រូវអង្គរៈម្នាក់ខាត់ជាប់ទង្វើនេះបានធ្វើឲ្យ Elena មានការភ័យខ្លាចព្រោះអង្គរៈនោះមានលក្ខណៈខុស
ខុសប្លែកពីធម្មតាអង្គរៈទាំងពីរនាក់នេះក៏បានសារភាពពីគម្រោងអាក្រក់របស់ពួកគេទាំងពីរនាក់ក្នុងរំពេចនោះក៏មានមនុស្សប្លែកមុខ3នាក់បានដើរសម្ដៅមកក្នុងពេលនោះមានមនុស្សម្នាក់ឈ្មោះ Frank ដែលជាមេក្រុម Frank សង្កេតឃើញថាក្នុងចំណោមមនុស្សដែលបាននាំមកមានកូនប្រុសច្បងត្រកូល Palladium ដែលជា Ghislaine នេះមកដែរអង្គរៈម្នាក់ក្នុងចំណោមនោះបាននិយាយឡើងថា Ghislaine បានដើរចូលអន្ទាក់ដោយខ្លួនឯងភ្លាមនោះ Ghislaine ក៏បានសួរថាហេតុអ្វីបានជាក្បត់គ្រួសារ Palladium អង្គរៈនោះបាននិយាយថាមកពីទឹកដី Palladium នេះត្រូវបានជួបសង្គ្រាមជាញឹកញាប់ហើយក៏មានលក្ខណៈក្រពេកមិនបាននិយាយចប់ស្រួលបួលផង Ghislaine ក៏កាត់អង្គរៈម្នាក់នោះជាពីរកំណាត់ភ្លាមនៅនឹងកន្លែងទង្វើនេះបានធ្វើឲ្យអ្នកដែលនៅទីនោះភ្ញាក់ផ្អើលមែនទែនដោយភ័យពេកអង្គរៈមួយទៀតដែលមកជាមួយក៏ចាប់ Elena គំរាមតែមិនយូរប៉ុន្មានផងក៏ត្រូវដើរហោះចូលក្បាលភ្លាមអ្នកទាំង3ដែលនៅសល់ក៏ស្ទង់មើលសមត្ថភាព Ghislaine Frank គិតថា Ghislaine បានប្រើប្រាស់ម៉ាណាក្នុងការវាយប្រហារមិញនេះដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ Ghislaine ក៏វាយជីបចោ Elena ឲ្យសន្លប់សិនមុននឹងប្រឈមមុខជាមួយនឹងសត្រូវដែលនៅសេសសល់ Ghislaine សង្កេតឃើញថា Frank គឺជាដៃគូប្រយុទ្ធដែលខ្លាំងជាងគេក្នុងចំណោមអ្នកទាំង3នាក់នេះ Ghislaine ក៏សួរ Frank ថាអ្នកណាដែលនៅពីក្រោយរឿងទាំងអស់នេះប៉ុន្តែ Frank មិនប្រាប់ទេ Ghislaine ក៏បានរៀបចំប្រយុទ្ធ Frank ក៏បានបញ្ជូនឲ្យកូនចៅ2នាក់របស់គេចូលប្រយុទ្ធភ្លាមនោះ Ghislaine បានបោះគ្រាប់រំសេវទៅកាន់សត្រូវទាំងពីរនាក់នេះជាល្បិចបញ្ឆោតហើយ Ghislaine ក៏បានស្ទុះទៅចាក់សម្លាប់សត្រូវឲ្យស្លាប់ម្នាក់នៅក្នុងពេលនោះសត្រូវម្នាក់ទៀតក៏បានវាយប្រហារពីចំហៀងតែ Ghislaine ក៏បានទប់ជាប់ហើយគេក៏បានប្រើស្នៀតទាញអាវុធចេញពីដៃសត្រូវម្នាក់នោះហើយគេក៏បានបន្តទៅកាត់ក្បាលសត្រូវម្នាក់នោះមួយរំពេចភ្លាមនោះ Frank ក៏បានលួចវាយឆ្មក់ពីក្រោយខ្នងតែ Ghislaine បានដកដាវរកជាប់ហើយក៏បានប្រើស្នៀតដាវកាត់កញ្ចឹងក Frank តែហាក់បីដូចជារាងស្រាលបន្តិច Frank ក៏តបដៃមកវិញហើយគិតថាបើមិនបានប្រើប្រាស់ម៉ាណាតននោះទេគេប្រកាសជាដាច់ក្បាលបាត់ទៅហើយការប្រយុទ្ធក៏បានចាប់ផ្ដើមបន្តទៀត Frank ក៏បានសរសើរលើសមត្ថភាពរបស់ Ghislaine ប៉ុន្តែគេថា Ghislaine មិនអាចយកឈ្នះលើគេបាននោះទេ Ghislaine ក៏ញញឹមហើយគេក៏បានប្រើស្នៀតដើម្បីទាត់ចំកណ្ដាលមុខ Frank ដែលធ្វើឲ្យគេបែកវ៉ែនតា Frank គិតថាការទាត់បែបនេះមិនអាចប៉ះពាល់ដល់គេនោះទេក៏ប៉ុន្តែមួយសន្ទុះក្រោយមកគេក៏ក្អួតឈាមឡើងព្រោះ Ghislaine បានបញ្ជាក់ថាគេបានប្រើខទី3របស់គេដើម្បីបញ្ចេញថាមពលយ៉ាងខ្លាំងទៅលើការវាយប្រហារ Frank បន្ថែមល្បឿននៃការវាយប្រហាររបស់ Ghislaine ក៏កាន់តែលឿនឡើងតែមិនអាចទប់ទល់ជាមួយនឹងកម្លាំងខ្លាំងរបស់ Ghislaine បានដែលរបស់ Frank ក៏ចាប់ផ្ដើមប្រេះក្នុងពេលនោះទៅ Ghislaine បានប្រើស្នៀតដាវមួយដែលធ្វើឲ្យដាវរបស់ Frank បានខ្ទេចខូចខាតនៅពេលនោះហើយគេក៏បានធ្វើឲ្យ Frank មានរបួសយ៉ាងដំណំ Ghislaine ក៏បន្តចាក់ដាវទៅលើ Frank ហើយគេក៏បានទៅសួរ Frank ដើម្បីស្វែងរកអ្នកដែលនៅពីក្រោយឧបាយកលមួយនេះ Frank បានព្យាយាមចង់នាំ Elena ទៅស្លាប់ជាមួយគ្នាក៏ប៉ុន្តែបាន Ghislaine ទប់ស្កាត់ជាប់ដោយប្រើសរសៃអំបោះម៉ាណា Ghislaine ក៏គំរាម Frank ឲ្យប្រាប់ពីអ្នកដែលនៅពីក្រោយខ្នងបើមិនដូច្នេះនោះទេគេនឹងកំទេចម៉ាណាខរបស់ Frank ចោលភ្លាមពេលនោះ Frank មានអារម្មណ៍ថាម៉ាណាខរបស់គេកំពុងតែត្រូវបានបំផ្លាញហើយធ្វើឲ្យគេមានការឈឺចាប់យ៉ាងខ្លាំងហើយក៏បានស្រែកថាបើធ្វើបែបនេះខុសបច្ចេកទេសវាអាចនឹងមានគ្រោះថ្នាក់ដល់ទាំង Ghislaine ផ្ទាល់ខ្លួនផងដែរប៉ុន្តែ Ghislaine បានបញ្ជាក់ថាគ្រោះថ្នាក់អាចកើតមានចំពោះតែអ្នកណាដែលមិនចេះតែប៉ុណ្ណោះតែសម្រាប់ខ្លួនគេវិញមិនអាចមានបញ្ហានោះទេបន្ទាប់ពីបានឮហើយ Frank ក៏បានដឹងថា Ghislaine មិនបាននិយាយលេងនោះទេដោយមិនចង់ស្លាប់ព្រោះខ្ទេចម៉ាណាខ Frank ក៏សម្រេចចិត្តប្រាប់ពីអ្នកដែលនៅពីក្រោយខ្នងនោះគឺជា Count Desmond មានបំណងប្រើប្រាស់ឧបាយកលទាំងនេះយកជាលេសបង្កើតសង្គ្រាមរវាងគ្រួសារ Palladium និង Degrade ដែលមានព្រំប្រទល់ជាប់គ្នាបន្ទាប់ពីបានស្ដាប់ហើយ Ghislaine ក៏បានសម្លាប់ Frank ចោលនៅពេលនោះទៅ Frank បាននិយាយពាក្យចុងក្រោយថា
ហ្គីស្លេនមិនអាចបញ្ឈប់សង្គ្រាមដែលនឹងកំទេចគ្រួសារភើឌៀមបាននោះទេហ្គីស្លេនបានបង្ហាប់ថាគេបានចាប់ជាតិឡើងវិញហើយលើកនេះគេនឹងបញ្ឈប់មហន្តរាយដែលនឹងកើតមានលើគ្រួសាររបស់គេទាល់តែបានភ្លាមនោះហ្គីស្លេនក៏បានបញ្ចប់ជីវិត Frank បន្ទាប់ពីបញ្ចប់ការប្រយុទ្ធភ្លាមហ្គីស្លេនបានធ្លាក់ក្អួតឈាមក៏ព្រោះតែគេបានប្រើប្រាស់កម្លាំងលើសពីសមត្ថភាពខ្លួនក៏ប៉ុន្តែទោះបីជាហត់យ៉ាងណាក៏ដោយគេត្រូវតែកំទេចឧបាយកលនេះឲ្យបានជាមុនសិនមុននឹងបិទភ្នែកគេក៏បានរត់ចូលទៅក្នុងផ្ទះទុកចោលមួយដែលនៅជិតនោះនៅក្នុងនោះមានសាកសពកូនប្រុសរបស់ត្រកូល The Great និងអង្គរៈម្នាក់ក្នុងជីវិតមុនគ្រួសារ Palladium និង The Great នេះបានធ្វើសង្គ្រាមជាមួយគ្នាដោយសារតែមូលហេតុមួយនេះឯងពេលនេះ Ghislaine ក៏បានកំទេចផុសតាងដែលនៅសេសសល់ចោលទាំងអស់ហើយក៏បានបីប្អូនស្រីរបស់គេទៅកាន់ភូមិគ្រឹះវិញតែទង្វើទាំងអស់នេះត្រូវបានឃ្លាំមើលដោយបរិសអានកម្បាំងម្នាក់ក្រឡេកទៅមើលការប្រជុំសម្ងាត់ដែលប្រមូលផ្ដុំទៅដោយអ្នកមានអំណាចនៅក្នុងនោះអ្នករាយការណ៍ម្នាក់បាននាំពាក្យថាផែនការរបស់ពួកគេបានទទួលបរាជ័យក៏ព្រោះតែ Ghislaine បានលូកដៃក៏ប៉ុន្តែអ្នកមួយចំនួននៅក្នុងនោះហាក់បីដូចជាមិនជឿថា Ghislaine មានសមត្ថភាពដល់ថ្នាក់នឹងនោះទេអ្នកនាំពាក្យក៏បានបន្តនិយាយទៀតថា Ghislaine មានភាពខុសស្រឡះពីពាក្យចចាមអារាមសមាជិកនៅក្នុងអង្គប្រជុំមានភាពខឹងសម្បារយ៉ាងខ្លាំងរំពេចនោះសំឡេងមួយបានបន្លឺឡើងគឺបានចេញមកពីមនុស្សម្នាក់ដែលមានអំណាចខ្លាំងជាងគេនៅក្នុងបន្ទប់នោះបានឲ្យអ្នកទាំងអស់គ្នានៅក្នុងបន្ទប់ស្ងាត់ហើយឲ្យស្ដាប់អ្នកនាំពាក្យនោះសិនចាំនិយាយបន្តទៀតអ្នកនាំពាក្យក៏បាននិយាយថាគេសុំឱកាសម្ដងទៀតដែលលើកនេះគេនឹងកម្ចាត់ Ghislaine ឲ្យទាល់តែបានដោយប្រើប្រាស់មនុស្សម្នាក់ដែលមានឈ្មោះថា Ken Loges ដែលល្បីថាជាអ្នកមានកម្លាំងខ្លាំងក្លាជាងគេនៅឯភាគខាងជើងគេជឿថាមិនមានមនុស្សណាម្នាក់អាចយកឈ្នះ Ken Loges នេះបានឡើយត្រឡប់មកកាន់កន្លែងវឹកហាត់នៅទឹកដី Palladium វិញទីហ៊ានជើងចាស់ Fergus បានមកមើលការវឹកហាត់របស់ Ghislaine គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីក្បាច់គុនដាវរបស់ Ghislaine គាត់ក៏បានចូលមកសួរ Ghislaine បានប្រាប់ថាគេបានប្រើប្រាស់សរសៃម៉ាណាដែលប្រៀបដូចជាអំបោះដើម្បីបញ្ជាដាវអំបញ្ញមិញនេះដែលជាបច្ចេកទេសសម្រាប់អ្នកដែលមានម៉ាណាតិចក៏អាចប្រើបានដែរ Fergus ក៏បានសរសើរពីសមត្ថភាពរបស់ Ghislaine ហើយមូលហេតុដែល Fergus បានមកទីនេះក៏ព្រោះតែគាត់ចង់អរគុណ Ghislaine ដែលបានជួយការពារ Elena ពី3ថ្ងៃក៏បានកន្លងផុតទៅកម្មវិធីប្រជាប្រិយដែលបានរៀបចំប៉ុន្មានថ្ងៃនោះក៏បានផ្អាកសិននៅក្នុងភូមិគ្រឹះគ្រួសារ Palladium Elena អន់ចិត្តយ៉ាងខ្លាំងព្រោះនាងបានដើរនិយាយប្រាប់គេថា Ghislaine ជាអ្នកការពារនាងពីពួកខ្មាំងកាលពីប៉ុន្មានថ្ងៃមុននេះតែមិនមានអ្នកណាជឿនាងសោះទោះជាយ៉ាងណាក៏ដោយក៏ Ghislaine មានភាពសប្បាយចិត្តដែលខ្លួនបានការពារប្អូនស្រីរបស់គេឲ្យរួចផុតពីសេចក្តីស្លាប់និងបានរារាំងកុំឲ្យមានសង្គ្រាមកើតឡើងនៅក្នុងទឹកដីរបស់គេប៉ុន្តែគេដឹងថាពួកអ្នកខុកខិតពីក្រោយខ្នងប្រកាសជាមិនអស់ចិត្តនោះទេដូច្នេះហើយគេត្រូវតែបង្កើនកម្លាំងទ័ពឲ្យកាន់តែលឿនតាមតែអាចធ្វើទៅបានក្រោយពីបានគិតមួយស្របក់អ្នកបម្រើក៏បានយកម្ហូបចូលមកដែលនៅលើចានមានតែនំប៉័ងមួយចំណិតតែប៉ុណ្ណោះ Ghislaine ហាក់បីដូចជាភាំងស្មារតីមិននឹកស្មានថាគ្រួសារគេក្រដល់ថ្នាក់នេះសោះរំពេចនោះសំឡេងក៏បានលាន់ឮពីតាមបង្អួចដែលជាសំឡេងរបស់ពួកអ្នកលក់ដូរនៅក្នុងកម្មវិធីប្រជាប្រិយប៉ុន្មានថ្ងៃមុនទាមទារឲ្យគ្រួសារ Palladium នេះសងលុយពួកគេវិញដោយសារតែអ្នករស់នៅក្នុងតំបន់នេះភាគច្រើនជាអាជីវករលក់ដូរបានលុយមកពីកម្មវិធីប្រជាប្រិយនេះជារៀងរាល់ឆ្នាំក៏ប៉ុន្តែដោយសារតែឆ្នាំនេះមានបញ្ហាដែលនាំឲ្យមានការផ្អាកបិទកម្មវិធីភ្លាមៗដូច្នេះហើយទើបធ្វើឲ្យពួកគេមានការខឹងសម្បារយ៉ាងខ្លាំង Ghislaine គិតថាស្ថានភាពអាចនឹងពិបាកជាងនេះបើគ្រប់គ្រងពួកអ្នកតវ៉ាទាំងនេះមិនបានទេដូច្នេះហើយគេក៏បានបញ្ជាឲ្យ Fergus នាំទាហានទៅដើម្បីគ្រប់គ្រងស្ថានភាព Fergus ក៏បានឆ្លើយមកវិញថាគ្រួសារ Palladium មិនមានទាហាននៅសល់ទៀតទេដែលពួកគេបានទៅសមរភូមិជួរមុខអស់ហើយក្រោយពីមានបញ្ហាជាមួយនឹងបិសាចអុកស្ថានភាពនៃគ្រួសារ Palladium សពថ្ងៃនេះ
គឺត្រូវប្រឈមជាមួយនឹងការឈ្លានពានរបស់ពួក Barbarian ពីទិសខាងជើងផងនិងការឈ្លានពានពីពួកបិសាចពីព្រៃទិសខាងលិចផងអស់ជម្រើស Ghislaine ក៏បានទៅហៅ Belinda ទៅនិយាយគ្នាបន្តិចដែលសួរពីលុយរបស់គេដែលបានទុកនៅនាងក៏ប៉ុន្តែ Belinda បាននិយាយថា Ghislaine មិនមានលុយទុកទេព្រោះឪពុក Ghislaine បានផ្ដាច់លុយ Ghislaine យូរមកហើយព្រោះតែគេចាយលុយដូចជាទឹកអញ្ចឹងពេលនេះ Ghislaine ពិបាកចិត្តមែនទែនដែលគេអត់លុយផងអត់ទាំងទាហានទៀតនៅក្នុងពេលនោះ Ricardo ក៏បានរត់មកយ៉ាងលឿនរាយការណ៍ទៅកាន់ Ghislaine ពីបញ្ហាមួយដែលកំពុងតែកើតឡើងពាក់ព័ន្ធជាមួយនឹងបុរសសាច់ដុំ Kane ទស្សនភាពក៏បានបង្ហាញពីមេបញ្ជាការ Scoville ត្រូវបានគេវាយយ៉ាងដំណំខណៈពេលនោះ Ghislaine បានមកដល់អ្នកបង្ករឿងនេះគ្មាននរណាក្រៅពី Kane Loges ដែលជាអ្នកស្នងត្រកូលគ្រួសារ Loges នោះទេគ្រួសារទាំងពីររបស់គេគឺជាសម្ព័ន្ធនិមិត្តនឹងគ្នាតែពួកគេដែលជាកូនហាក់បីដូចជាមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មាននោះទេ Ghislaine ក៏បានសួរពីដំណើររឿង Ricardo ក៏បាននិយាយថា Scoville និងគេបានទទួលរបាយការណ៍ពីបញ្ហាដែលកើតមានឡើងនៅក្នុងទៀមស្រាមួយកន្លែង Kane ក៏បានសួរ Scoville ពីរឿងចចាមអារ៉ាមតាក់ទងជាមួយនឹងសមត្ថភាពកំចាត់បិសាចរបស់ Ghislaine ថ្មីនេះក្នុងពេលនោះ Kane ក៏ចាប់ Scoville វាយដំព្រោះគេគិតថា Scoville និយាយភូតកុហកគេឥឡូវមកដល់បច្ចុប្បន្ននេះ Kane ក៏បានសួរ Ghislaine បញ្ជាក់ឲ្យគេនិយាយការពិតភ្លាមបើមិនចង់ទុសាច់ទេនោះ Ghislaine បានគិតក្នុងចិត្តថា Kane នេះជាមនុស្សឆេវឆាវបែបនេះតាំងពីដើមមកហើយទៅដល់កន្លែងណាមានបញ្ហាកន្លែងនោះក៏ប៉ុន្តែដោយសារតែគេជាមនុស្សម្នាក់ដែលមានសមត្ថភាពខាងក្បាច់គុនខ្លាំងផ្ទុយពី Ghislaine ពីមុនដូច្នេះហើយមិនមានអ្នកណាហ៊ានរករឿងគេនោះទេ Kane ក៏បានកត់សម្គាល់ថា Ghislaine ឥឡូវប្លែកដែលមិនឆេវឆាវដូចមុននោះឡើយប៉ុន្មានថ្ងៃមុនពេលដែល Kane Loges បានមកជួប Ghislaine នៅក្នុងភូមិគ្រឹះគ្រួសារ Loges មនុស្សម្នាក់ក៏បានមកបញ្ចុះបញ្ចូលឲ្យ Kane រៀបចំសម្លាប់ Ghislaine ដែលគេបានអះអាងថាមេរបស់គេនឹងជួយ support គ្រួសារត្រកូល Loges នេះយ៉ាងពេញទំហឹងបើ Kane សម្រេចកិច្ចការនេះបាន Kane បានបញ្ជាក់ថាវាមិនមែនជាបញ្ហាទេបើចង់សម្លាប់ Ghislaine ក៏ប៉ុន្តែ Ghislaine នេះគឺជាអ្នកស្នងតំណែងបន្ទាប់នៃត្រកូល Perdiem ដូច្នេះហើយវាពិបាកក្នុងការរកលេសដើម្បីកម្ចាត់គេចោលណាស់មនុស្សសម្ងាត់នោះក៏បានលើកឡើងថាបើយើងរៀបចំល្បិចឲ្យមានបញ្ហាជាចំនួនផ្ទាល់ខ្លួនរវាងអ្នកទាំងពីរបានហើយនាំឲ្យមានការប្រយុទ្ធគ្នាមួយស្មើក្នុងពេលនោះ Kane ប្រកាសជាអាចមានលេសក្នុងការជ្រុលដៃសម្លាប់ Ghislaine ជាមិនខានឡើយឥឡូវនេះ Kane កំពុងតែខំប្រឹងរករឿងចាក់រក Ghislaine ឲ្យខឹងដែលជាល្បិចក្នុងការយកលេសដើម្បីវាយគ្នាមួយស្មើដែលគេបាននិយាយឌឺដងហើយឲ្យ Ghislaine នេះទៅយកលុយមកឲ្យគេភ្លាមបើមិនចង់មានរឿងដូចកាលពីមុនភ្លាមនោះ Ghislaine បាននឹកឃើញគំនិតល្អមួយក្នុងការរកលុយដែលគេអរគុណ Kane នេះមែនទែនដែលបានមករករឿងដូចនេះដែលគេបានទាមទារឲ្យ Kane សងលុយគេវិញដែលមានចំនួន 1000 gold បូករួមជាមួយនឹងការប្រាក់ Kane ក៏ខំប្រឹងប្រកែកថាលុយទាំងប៉ុន្មានដែល Ghislaine ធ្លាប់ឲ្យទៅគេគឺប្រៀបដូចជាលុយក្នុងការទិញមិត្តភាពជាមួយនឹងគេនោះទេដូច្នេះហើយគេមិនព្រមសងនោះឡើយ Ghislaine ក៏បានដំឡើងសម្លេងហើយក៏និយាយថាបើអត់ឲ្យទេប្រយ័ត្នឈឺសាច់អ្នកដែលនៅក្នុងទីកន្លែងនោះទាំងអស់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើពាក្យពេចន៍របស់ Ghislaine ក្នុងពេលនោះ Kane ក៏ទ្រាំលែងបានហើយក៏បំរុងនឹងវី Ghislaine ក៏ប៉ុន្តែ Ghislaine បានកិច្ចផុតរួចក៏បានតបតមួយដៃទៅវិញចំឆ្អឹងជនីរបស់ Kane ហើយថែមមួយដៃទៀតតែត្រូវ Kane នេះរងជាប់ Kane ក៏បានដួលដល់ដីហើយអ្នកនៅទីនោះមិននឹកស្មានថា Ghislaine អាចមានសមត្ថភាពធ្វើឲ្យ Kane បានបាក់ស្បាតដូចនេះសោះក្នុងស្ថានភាពនោះ Kane ក៏រៀបរកបោះស្រោមដៃដែលជាទំនៀមទម្លាប់មុននឹងចាប់ផ្ដើមការប្រកួតវាយគ្នាមួយស្មើក៏ប៉ុន្តែ Ghislaine ក៏បានគប់ស្រោមដៃរបស់គេចំកណ្ដាលមុខរបស់ Kane ហើយបានប្រកាសចង់ប្រកួតជាមួយនឹង Kane
Ghislaine មុនទៅវិញដែលធ្វើឲ្យគេអាម៉ាស់មុខជាខ្លាំងក្នុងចំណោមមហាជនដែលកំពុងតែមើល Ghislaine ក៏បានប្រាប់ឲ្យ Ricardo ទៅប្រមូលពួកអាជីវករលក់ដូរដែលកំពុងតែតវ៉ាមកជួបគេហើយប្រាប់ថាឱកាសក្លាយជាអ្នកមានបានមកដល់ហើយ